ជួបជាមួយ admin ទៀតដែរឥឡូវនេះ admin កំពុងតែនាំប្រពន្ធកូនទៅញ៉ាំអីនៅចិត្តស្រាបៀរហនុមានហ្នឹងនេះកន្លែងហ្នឹងឆ្ងាញ់ធ្លាប់ធ្វើការនៅម្ដុំហ្នឹងហើយទូថ្លៃហើយឆ្ងាញ់ឥឡូវយើងចាប់ផ្ដើមចេញទៅហើយយើងចេញទៅហើយគឺឥឡូវហ្នឹងយើងបានមកដល់ទីតាំងផ្លូវចូលរមណីយដ្ឋានអូសៀនជាតិគ្រីរំឥឡូវយើងដើរមើលមន់ទាសិននេះយើងមើលមានម្ហូបអីញ៉ាំខ្លះនេះលពងតើមើលមន់ហ្នឹងមួយ2000មន់មួយ2500ហើយគេថែមបាយមួយឈុត3ប្រអប់បាទចំណែកកង្កែបបោកនោះគឺមួយចង្កាក់មាន3 8000 admin អត់លុយថ្ងៃនេះ admin ដាច់បាយហើយអញ្ចឹង admin ទិញតែមន់មួយបាយ3ទេបន្ទាប់មកយើងនឹងធ្វើដំណើរតទៅទៀតហើយផ្លូវចូលទៅគិរីរំលីផ្លូវអភិវឌ្ឍជាងមុនបន្តិចឥឡូវគេចាប់ផ្ដើមមានចាក់កស៊ូគ្រប់កន្លែងអញ្ចឹងណាហើយនេះចែនៀតអីហ្នឹងចែ memory បាទ admin សង្ហាអត់នេះផ្លូវឥឡូវគេធ្វើស្ពានគេធ្វើអីស្អាតឥឡូវនេះយើងឡើងដល់ភៀតពាក់កណ្ដាលផ្លូវហើយញ៉ាំមួយចាយពងថតដែរឥឡូវចាំផ្លែតយើងចិត្តបាយទៅកាមេរ៉ាមុខវិញឡើយឥឡូវហ្នឹងយើងមកកន្លែងសម្រាប់ផ្លូវចូលទៅកន្លែងបោះតង់គិរីរំកន្លែងមើលទេសភាពមានកាហ្វេមានអីចឹងណា admin អត់លុយឥឡូវ admin គួយញ៉ាំបាយសិនញ៉ាំបាយហើយថតមកប៉ុសពីប៉ុសឆ្ងាញ់អត់អ្នកមន់មិញ25000ឥឡូវយើងបានមកដល់ទីតាំងហើយគឺ Bus Hotel យើងកំពុងតែឡើងហើយបាទឥឡូវមើលទេសភាពវិញឥឡូវព្រឹកយើងមកឡើងពេលព្រឹកហើយមកដល់ដូចជាម៉ោង10ជាង10កន្លះក្តៅគួរសមដែរហ្នឹងក្តៅដែរតែគាត់ថានៅព្រៃវាត្រជាក់មើលវាមានដើមឈើវាមានអីធំទៅវាកាត់បន្ថយកម្ដៅនឹងហើយក៏ស្រស់ស្រាយដែរនេះឥឡូវគេធ្វើស្អាតដែរមានទាំងតុក្កតារមអីណាឡូវនេះមកទេសភាពមកមិនដល់ផ្លូវអីហ្នឹងនៅតែអាប់អីនៅពេញភ្នំឡើយតាគឺអត់ដូចអត់ដងហើយអត់ដងមានតែទៅម៉ោង7 8 9ហ្នឹងអស់ហើយតែលើកនេះវាកក់ចង់កក់ខែទៅពេលអញ្ចឹងអាប់ច្រើនអញ្ចឹងណាឥឡូវយើងមើលស្អាតទេទេសភាពឯងដូចជួរភ្នំគិរីរំជាមួយនឹងកោះកុងឥឡូវយើងដើរទៅទៀតហើយទៅមើលតុក្កតារមចាក់ក្បាច់សារវ័នមើលឆ្មារហ្មង